សួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ជ្រើសរើសប្រធានបទនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិសម្រាប់ការរៀបចំទិវាជាតិនៅឆ្នាំ2026នេះដើម្បីជំរុញប្រសិទ្ធភាពជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាប្រកបដោយភាពធន់ភាពបត់បែននិងចីរភាពចំណុចរបស់នវានុវត្តន៍ផ្ដោតទៅលើតម្រូវការសហគមន៍ផ្ដោតទៅលើតម្រូវការរបស់ទីផ្សារជាមូលដ្ឋានហើយដូច្នេះហើយរាល់ដំណោះស្រាយរាល់ការគិតរាល់គំនិតអ្វីផ្សេងៗរបស់ពួកអង្គពាក់ព័ន្ធទាំងអស់នៅក្នុងបរិយាជាណាចក្រកម្ពុជាទាំងសាកលវិទ្យាល័យរដ្ឋាភិបាលក៏ដូចជាវិស័យឯកជនត្រូវធ្វើកិច្ចការរបស់ខ្លួនដើម្បីឆ្លើយតបជាមួយតម្រូវការរបស់សហគមន៍ការអភិវឌ្ឍរបស់សហគមន៍និងការអភិវឌ្ឍរបស់សេដ្ឋកិច្ចសង្គមជាពិសេសដោយយោងលើមូលដ្ឋាននៃតម្រូវការទីផ្សារហើយដូច្នេះហើយនវានុវត្តន៍ដែលយើងចង់បង្ហាញចម្បងនៅក្នុងទិវាជាតិឆ្នាំនេះគឺមានការបង្ហាញពីបច្ចេកវិទ្យាថ្មីដែលវិស័យឯកជនកំពុងតែយកប្រើការលើកទឹកចិត្តដល់អ្នកវិទ្យាសាស្ត្រឆ្នើមដែលគាត់បង្កើតបច្ចេកវិទ្យាថ្មីសម្រាប់វិស័យឯកជននិងសហគមន៍ការជំរុញនវានុវត្តន៍សាធារណៈដែលជាគំនិតថ្មីរបស់តួអង្គដូចជាវិស័យឯកជនរដ្ឋាភិបាលដៃគូអភិវឌ្ឍផ្សេងជាពិសេសនោះយើងក៏មានឧបករណ៍វិទ្យាសាស្ត្រល្អដែលជំរុញឲ្យក្មេងស្រឡាញ់វិទ្យាសាស្ត្រតាំងពីតូចតាមរយៈការលេងឧបករណ៍ទាំងនេះ